ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នានៅក្នុងពេលវេលាថ្ងៃនេះវិលត្រឡប់មកជួបខ្ញុំបាទទៀតហើយក្នុងការមើលអំពីក្បួនតម្រាខ្មែរឬក៏យើងហៅបានថាហោរាសាស្ត្រអញ្ចឹងក្បួនតម្រាខ្មែរយើងគឺសល់ពីបរមបុរាណខ្មែរយើងតែចាស់ពីដើមគាត់បានសរសេរចងក្រងទុកឲ្យក្មេងៗជំនាន់ក្រោយហ្នឹងបានមើលនិងបានអានឲ្យយល់ពីក្បួនតម្រាខ្មែរនៅក្នុងក្បួនតម្រាខ្មែរគឺគេចង់ប្រាប់យើងអំពីនិស្ស័យរបស់មនុស្សម្នាក់ៗដែលយើងមិនអាចដឹងអញ្ចឹងក្បួនតម្រាខ្មែរគឺគេចង់ប្រាប់អំពីនិស្ស័យឬក៏ព្រេងសំណាងរបស់មនុស្សយើងអញ្ចឹងព្រេងសំណាងរបស់មនុស្សគឺមានពិតហើយគ្រោះក៏មានពិតដែរអញ្ចឹងអ្វីគឺនៅក្នុងក្បួនតម្រាខ្មែរយើងដែលចាស់ចាប់ពីដើមហ្នឹងគាត់បានប្រម៉ែប្រមូលនិងចងក្រងទុកឲ្យក្មេងៗជំនាន់ក្រោយហ្នឹងបានមើលនិងបានអានឲ្យយល់អំពីនិស្ស័យរបស់មនុស្សយើងទាំងអស់គ្នានៅក្នុងក្បួនតម្រាខ្មែរគឺនិយាយទៅវាសរសេរហ្នឹងគឺអាចមើលបានច្រើនបែបយ៉ាងតាំងពីខែឆ្នាំគូស្រករតាំងពីមើលអំពីថ្ងៃកើតនិងខែកើតនិងជោគជតារាសីនិងមើលអំពីលក្ខណៈប្រជ្រុយមើលអំពីអ្វីផ្សេងជាច្រើនទៀតអញ្ចឹងបើបងប្អូនចង់មើលអំពីខែឆ្នាំបងប្អូនអាចចូលក្នុង channel របស់ខ្ញុំបានព្រោះតែការមើលអំពីខែឆ្នាំក៏ខ្ញុំមើលដែរនិងមើលអំពីជោគជតារាសីក៏មើលដែរអញ្ចឹងបើបងប្អូនចង់ដឹងអំពីខែឆ្នាំឬក៏មើលអំពីជោគជតារាសីរបស់បងប្អូនទាំងអស់គ្នាបងប្អូនអាចចូលក្នុង channel របស់ខ្ញុំនឹងមើលប្រាប់បងប្អូនទាំងអស់គ្នាឲ្យបានដឹងអំពីខែឆ្នាំនិងជោគជតារាសីអញ្ចឹងមកដល់ថ្ងៃនេះខ្ញុំនឹងមើលបន្តអំពីជោគជតារាសីអញ្ចឹងនៅក្នុងថ្ងៃនេះគឺមើលដល់ឆ្នាំរកាអញ្ចឹងតើឆ្នាំរកានៅក្នុងឆ្នាំ2026ខាងមុខហ្នឹងតើមនុស្សដែលគាត់កើតឆ្នាំរកាហ្នឹងរាសីរបស់ពួកគាត់ឡើងឬក៏ចុះល្អឬក៏អាក្រក់អញ្ចឹងបើបងប្អូនចង់ដឹងឲ្យបានច្បាស់បងប្អូនអាចចូលក្នុង channel របស់ខ្ញុំដើម្បីស្ដាប់ទាំងអស់គ្នាអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរកុំឲ្យបោបាច់ច្រើនយើងមកតាមដានស្ដាប់អំពីជោគជតារាសីរបស់លោកអ្នកដែលកើតឆ្នាំរកាទាំងអស់គ្នាអញ្ចឹងបងប្អូនត្រៀមណាលោកអ្នកដែលកើតឆ្នាំរកាត្រៀមស្ដាប់មនុស្សទាំងឡាយណាដែលកើតឆ្នាំរកាអញ្ចឹងលោកអ្នកដែលកើតឆ្នាំរកាគឺនាមសត្វមាន់ចែឬក៏យើងហៅថាមាន់ឈ្មោលឬក៏មាន់ញីអញ្ចឹងមាន់គឺមានច្រើនប្រភេទហ្នឹងគឺមានមាន់ឈ្មោលមាន់ញីមាន់ពូជអ្វីផ្សេងច្រើនណាស់ដែលយើងរាប់មិនសារជាមិនចង់អស់ទេបងប្អូនតាមពូជមាន់ច្រើនអញ្ចឹងបងសរុបទៅគឺសត្វមាន់ចំណែកឆ្នាំរកាហ្នឹងធាតុវិញគឺធាតុដែកពងយៈប្រុសអញ្ចឹងឆ្នាំរកាបងប្អូនចាប់ស្ដាប់គឺឆ្នាំរកានាមសត្វមាន់ធាតុដែកពងយៈប្រុសអញ្ចឹងឆ្នាំរកានិងឆ្នាំវោគឺពងយៈប្រុសដូចគ្នាអញ្ចឹងលោកអ្នកប្រហែលជាឆ្ងល់ថាមិនក៏ពងយៈប្រុសជាមួយឆ្នាំរកាដូចគ្នាអញ្ចឹងការពិតឆ្នាំទាំង12ហ្នឹងគឺបើពងវិញបើពងយៈប្រុសគឺមាន2ពងយៈស្រីគឺមាន2ពងទេវតាប្រុសគឺមាន2ពងទេវតាស្រីគឺមាន2អញ្ចឹង12ឆ្នាំគឺមាន2ដូចគ្នាបើធាតុវិញក៏អញ្ចឹងដែរបងធាតុណាបើធាតុមាស2ធាតុដែក2ធាតុដី2ធាតុទឹក2អញ្ចឹងវាមាន2គ្រប់ធាតុអញ្ចឹងខែឆ្នាំហ្នឹងគឺមានអញ្ចឹងបងគឺមានគូរបស់គេបងណាគឺមានគូរបស់គេ
ដូចជាគូព្រេងនិស្ស័យរបស់មនុស្សយើងចឹងអានេះជាចាស់ចាស់គាត់បានចងក្រងមកសរសេរអញ្ចឹងយើងបន្តទៅមុខទៀតអញ្ចឹងមនុស្សណាដែលកើតឆ្នាំរកាទំនាយបានទាយថានៅក្នុងឆ្នាំ2026នឹងលោកអ្នកនឹងមានរាសីខ្ពស់នឹងត្រូវបានគេនាំមកនៅលៀបដល់ទីកន្លែងបើពងប្រាថ្នាអ្វីៗនឹងបានសម្រេចដូចបំណងអញ្ចឹងលោកអ្នកដែលគាត់កើតឆ្នាំរការាសីលោកអ្នកនៅក្នុងឆ្នាំ2026ខាងមុខហ្នឹងគឺឡើងខ្ពស់ត្រដែតខ្លាំងមែនតែនចំណែកលៀបសំណាងវិញគឺគេនាំយកមកឲ្យយកនិយាយទៅគេនាំយកមកឲ្យដល់ទីកន្លែងឬក៏យើងហៅថាដល់ផ្ទះអញ្ចឹងឆ្នាំរកានៅក្នុងឆ្នាំ2026ខាងមុខហ្នឹងគឺពិតជាពិសេសមែនតាំងពីលៀបសំណាងគេយកដល់ផ្ទះនិងរាសីវិញគឺឡើងខ្ពស់ត្រដែតដល់ចំណុចកំពូលអញ្ចឹងឆ្នាំរកាយើងពិតជាពិសេសមែនតែយើងកុំធ្វេសប្រហែសឲ្យសោះព្រោះថាកុំឃើញថារាសីយើងឡើងហើយយើងធ្វេសប្រហែសនៅចំណុចណាមួយវាអាចធ្វើឲ្យយើងនឹងមានរឿងបញ្ហាដល់ខ្លួនអញ្ចឹងលោកអ្នកដែលគាត់កាត់ឆ្នាំរកាយើងគួរតែប្រុងប្រយ័ត្នផងមិនមែនដឹងតែខ្លួនឯងរាសីឡើងហើយទៅនិយាយថាយើងធ្វើជាមិនដឹងមិនឮដូចថាយើងទៅរករឿងគេអ្វីផ្សេងគឺមិនបានទេមិនមែនថាយើងរាសីខ្ពស់ហើយយើងទៅមើងងាយគេយើងទៅកេងអវ័យរបស់គេទៅអ្វីផ្សេងគឺមិនបានបងប្អូនណាគឺវាអាចនឹងប៉ះពាល់ដល់ខ្លួនឯងអញ្ចឹងការមើលអំពីជោគជតារាសីរបស់ឆ្នាំរកាគឺមានអញ្ចឹងបងណាតែឥឡូវខ្ញុំប្រហែលជាសូមអភ័យទោសខ្ញុំសូមអានម្ដងទៀតខ្លាចបងប្អូនដែលគាត់កាត់ឆ្នាំរកាហ្នឹងគាត់ស្ដាប់មិនតាន់ហើយមិនតាន់យល់ខ្ញុំសូមអានមកយល់ម្ដងទៀតណាមនុស្សទាំងឡាយណាដែលកើតឆ្នាំរកាទំនាយបានទាយថានៅក្នុងឆ្នាំ2026ខាងមុខនេះលោកអ្នកនឹងមានរាសីខ្ពស់នឹងត្រូវបានគេនាំមកនៅលៀបដល់ទីកន្លែងបើអ្នកពងប្រាថ្នាអ្វីៗនឹងបានដូចនឹងបានសម្រេចដូចបំណងប្រាថ្នាពិសេសបងប្អូនពិសេសមែនតើឆ្នាំរកាគឺនៅក្នុងឆ្នាំ2026ហ្នឹងគឺរាសីរបស់លោកអ្នកពិតជាឡើងខ្ពស់តែមែនមកឲ្យមិនមែនដែលខ្ញុំចេះតែនិយាយដាក់ចុះឡើងដោយសារតែខ្ញុំទេណាគឺជាកម្ពីរបស់ចាស់ចាប់ពីដើមគាត់បានប្រែប្រមូលចងក្រងទុកឲ្យយើងទាំងអស់គ្នាហ្នឹងមិនមែនខ្ញុំចេះតែនឹកឃើញអាននឹកឃើញនិយាយតាមតែការនឹកឃើញអត់ទេនេះជាកម្ពីដូនតាយើងដែលចាស់ចាប់ពីដើមគេហៅថាហោរាសាស្ត្រនឹងហើយកម្ពីហ្នឹងគេអាចដឹងអំពីនិស្ស័យរបស់មនុស្សយើងគេចង់ដឹងនិស្ស័យឬក៏តចរិតរបស់មនុស្សយើងនិយាយទៅកម្ពីហ្នឹងគឺពិសេសសំបីតែតម្រង់មុខយើងហ្នឹងក៏គេមើលបានដែរតម្រង់មុខនិងខ្សែបាតដៃនិងប្រជ្រុយនិងមៀតពណ៌សម្បុរហ្នឹងក៏គេអាចដឹងដែរបងប្អូនដឹងថាមនុស្សនេះមាននិស្ស័យម៉េចអត្តចរិតម៉េចនិយាយទៅកម្ពីក្បួនតម្រាខ្មែរហ្នឹងគឺពិសេសមែនទែនបងប្អូនអើយអញ្ចឹងមកបងប្អូនចង់ដឹងអ្វីៗបងប្អូនអាចចូល channel របស់ខ្ញុំហើយអស់រកវីដេអូដែលបងប្អូនត្រូវការបានបងប្អូនណាគឺខ្ញុំនឹងមើលគ្រប់អ្វីៗដែលបងប្អូនត្រូវការអញ្ចឹងការមើលអំពីជោគជតារាសីឆ្នាំរកានៅក្នុងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងបងណាខ្ញុំក៏សូមចប់តែខ្ញុំសូមផ្ដាំបងប្អូនចុងក្រោយចេះថាយើងទាំងអស់គ្នាកុំភ្លេចធ្វើអំពើល្អព្រោះថាអំពើល្អនឹងជួយបងប្អូនឲ្យបានជួបតែសំណាងល្អនិងក្តីសុខអំពើល្អគឺមិនភ្លេចយើងទេបងប្អូនបើយើងធ្វើអំពើល្អលើនរណាម្នាក់
គឺគេមិនភ្លេចយើងទេគេថាយើងហ្នឹងគឺជាមនុស្សល្អតែបើយើងធ្វើមិនល្អចំពោះគេគេក៏ចងចាំយើងដែរគុំគួនយើងថ្ងៃណាដែលយើងធ្វើប្រហែសគេនឹងធ្វើបាបយើងវិញតែបើយើងធ្វើអំពើល្អចំពោះគេថ្ងៃណាវិញគេនឹងសងអំពើល្អដល់យើងវិញអាហ្នឹងគឺដូចគ្នាអំពើល្អនិងអំពើអាក្រក់គឺមានផលដូចគ្នាផលដូចថាផលអំពើល្អក៏ផលខ្លាំងអំពើអាក្រក់ក៏ផលខ្លាំងដែរព្រោះថាអំពើល្អមិនភ្លេចយើងអំពើអាក្រក់ក៏មិនភ្លេចយើងដែរគឺដូចគ្នាអញ្ចឹងខ្ញុំក៏អត់មានអីនិយាយវែងឆ្ងាយតទៅទៀតផងណាខ្ញុំក៏សូមជម្រាបលាបងប្អូនទាំងអស់គ្នាឲ្យជួបតែសំណាងល្អគ្រប់គ្នា